ចំណាងបងប្អូនហើយដាក់តាមអាចារ្យនេះដឹងថាដេកលក់ស្រួលមកហ្មងហើយកំពុងតែឃ្លៀនហេវហត់ចេះទៀតត្រូវម៉ាត់បងប្អូនហើយថ្ងៃនេះគឺខ្ញុំកំងមកពីផ្ទះចំណាងបងប្អូនដែលចំណាងនេះគឺរសជាតិដើមមកពីខេត្តរតនគិរីហ្នឹងកន្លែងគាត់នេះហាងគាត់មានតែម្សៅខាគុតបងប្អូននៅបំពេញយើងនេះហើយថ្ងៃនេះគឺខ្ញុំមកដាក់ឲ្យបងប្អូនមានប៉ុន្មានគឺថាដាក់មកទាំងអស់ហើយខ្ញុំកំងយកមកញ៉ាំនេះគឺមានតាមសាយរបស់គេបងប្អូនមានសាយតូចសាយកដាសាយធំអញ្ចឹងមួយចានត្រឹមតែ10000ទេបងប្អូនតម្លៃគឺថាធូរមែនតើមកហ្មងហើយបើថាសម្រាប់ខ្ញុំវិញហ្នឹងតញ៉ាំសាយធំចេះមិនថាត្រូវហើយប៉ាខ្ញុំចេះទៀតបងប្អូនចូលចិត្តញ៉ាំចំណាងមែនតើមកហ្មងញ៉ាំម្ដងដាក់មី3កញ្ចប់ចេះអាហ្នឹងមិនថាញ៉ាំគ្រាន់ហើយនៅក្នុងហ្នឹងគេមានសាច់មានស្បែកមានតាពាំងមានឈាមមានអីហើយចំណុចពិសេសរបស់ចំណាងហ្នឹងគឺបក្រាវនេះបងប្អូននេះបក្រាវហ្នឹងយើងដាក់អញ្ចឹងមកយើងដាក់ជាមួយនឹងស្ករសបន្តិចជាមួយនឹងម្សៅអំបិលមីបងប្អូនហើយយើងបន្ថែមជាមួយនឹងក្រូចឆ្មាំមកចំណិតចូលមកហើយយើងដាក់ជាមួយនឹងទឹកស៊ុបចំណាងអូយបងប្អូនហើយណេះអែមស្រែមកហ្មងអានេះបានថាញ៉ាំបែបហល់អញ្ចឹងស៊ូតសតឆ្ងាញ់មែនតើបងប្អូននេះចំណាងរបស់យើងថាមួយចានពេញបឹបអញ្ចឹងល្អមែនតើហើយបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងខ្លាញ់ដែលគេឲ្យមកដាក់នឹងចូលបន្ថែមជះក្លិនឈ្ងុយមកហ្មងហើយខ្ញុំនេះចូលចិត្តបងប្អូនជាមួយតែសាយមីដាក់ចេញមករៀងស្វិតជាមួយនឹងថាមានសាច់មានបន្លែតាពាំងមានអីអូចាប់ជាតិគ្នាមកហ្មងខ្ញុំតសើគេបកកែធ្វើមែនតើជាពិសេសទឹកស៊ុបរបស់គេខាប់រសជាតិដិតល្អមែនតើមកបងប្អូនញ៉ាំទៅថាអត់ចេះតលន់ណាចំណាងរបស់គេហើយចំណាងនេះជាមុខម្ហូបពិសេសបងប្អូនប្រចាំតំបន់របស់បងប្អូនជនជាតិដើមភាគតិចហ្នឹងដែលពួកគាត់នៅក្នុងនិយមធ្វើញ៉ាំមែនតើមកហ្មងដល់ពេលមកយើងសាកយើងអត់ដែរបានសាកដែរបានដឹងអីពីរបៀបរបបធ្វើរបៀបរបបក្នុងការធ្វើហ្នឹងក៏ពិបាកដែរបងប្អូនធ្វើមួយថ្ងៃពេញមួយថ្ងៃជាងអីមិនបានថាទឹកស៊ុបមួយចានមួយឆ្នាំងលាយបន្លែលាយសាច់អីយើងញ៉ាំមិនងាយបងប្អូនហើយបើថាមួយចានត្រឹមតែ10000ចេះទៀតពិសេសញ៉ាំចំណាងអញ្ចឹងបងប្អូនអត់ផ្លេចទេតែមកជូរព្រឹកនេះពីខាងគាត់មកអញ្ចឹងអូដាក់អាហ្នឹងដាក់តែមកគ្រូកអីមកស្លាកំប៉ុងក៏ល្អមែនតើបើថាជាប្រភេទទឹកផ្លែឈើបើថាទឹកផ្លែឈើធម្មជាតិតែហ្នឹងខ្ញុំចូលចិត្តញ៉ាំលេខ1មកហ្មងហើយបើថានេះអានេះវាថាញ៉ាំហល់ឆ្ងាញ់មកបងប្អូនញ៉ាំតែថាឃ្លានយប់ឡើងអីមិនដឹងថាកំងពីណាពីណីមកអីបងប្អូនគាត់មានបើកចាប់ពីព្រឹកបងប្អូនដល់ម៉ោង9យប់អញ្ចឹងបងប្អូនឃ្លានយប់ឡើងអីអាចកំងយកទៅញ៉ាំហើយសម្រាប់ទីតាំងរបស់គាត់វិញហ្នឹងគឺនៅ Stop DN ផ្សារដេប៉ូ3ទល់មុខនឹងសាលា Belty DN ណាបងប្អូនហើយផ្លូវវិញហ្នឹងគឺនៅផ្លូវ118ផ្ទះលេខ11ចាំទីតាំងអីនេះខ្ញុំដាក់នៅក្នុង caption ណាមិនត្រឹមតែចំណាងហើយកន្លែងគាត់ក៏មានលក់ជើងមាន់ស្ងួត pizza បាយតំណាបាយស្រូបទៅតាម app ដែរបងប្អូន Wow Now app Wow Now app Grab ឬក៏នេះដូច Food Panda អញ្ចឹងបងប្អូនគ្រាន់តែវាយពាក្យថាផ្ទះចំណាងអីចឹងទៅនឹងឃើញបងប្អូនមានមនុស្សច្រើនអញ្ចឹងបងប្អូនអាចកំងយកទៅដឹកដល់ផ្ទះបាន